រឿងផ្ទុះកាន់តែធំមហាជនកាន់តែផ្ទុះការរិះគន់ក្រោយមេអង្គភាពអះអាងថាគាត់មិនមែនជាទាហានជួរមុខបន្ទាប់ពីផ្ទុះការវែកញែកនិងមានមតិមហាជនរិះគន់ខ្លាំងទៅក្រោយមានវីដេអូមួយដែលបានបង្ហោះពីបងវីរៈកងទ័ពនិយាយអំពីភាពឈឺចាប់ដែលបងលុយឲ្យរួចហើយមិនបានផ្ទះហើយគាត់នៅផ្ទះជួលដដែលថែមទាំងរងនៅការស្រែកសម្លុតទៀតនិងគ្មានដំណោះស្រាយជូនគាត់គ្រានោះមហាជនសែនអាណិតអាសូរដល់បងដែលជាវីរៈកងទ័ពដែលមានឈ្មោះ Facebook ថាកំសាន្តស្រាប់តែនៅថ្ងៃទី13ខែមករាឆ្នាំ2026មេអង្គភាពរបស់បងវីរៈកងទ័ពខាងលើស្មានតែចេញមកអះអាងជួយរកដំណោះស្រាយជូនគាត់តែបែរជាចេញលិខិតអះអាងថាគាត់មិនមែនជាទាហានជួរមុខនោះទេក្នុងលិខិតនោះគឺមានខ្លឹមសារបែបនេះថាកងអនុសេនាធំសុនខហិតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំណោះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាមមានកិត្តិយសសូមជម្រាបជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បងប្អូនអ្នកសារព័ត៌មានជាតិមេត្តាជ្រាបថាចំពោះករណីយោធិនមួយរូបដែលមានឈ្មោះលោកវត្តកំសាន្តឈ្មោះនៅក្នុងបណ្ដាញសង្គម Facebook កំសាន្តគឺជានាយទាហានកំពុងបម្រើការនៅក្នុងអង្គភាពកងអនុសេនាធំសុនខហិតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលត្រូវបានសាធារណជនគ្រប់មជ្ឈដ្ឋានហៅក្នុងបណ្ដាញសង្គមថាវីរៈកងទ័ពជួរមុខដែលតាមពិតនោះខាងអង្គភាពមិនបានចាត់បញ្ជូនគាត់ទៅកាន់សមរភូមិជួរមុខម្ដងណាឡើយហើយសម័យខ្លួនក៏មិនដែលបានស្នើសុំទៅកាន់សមរភូមិជួរមុខនោះដែរដូច្នេះដើម្បីឲ្យបង្ហាញពីគុណតម្លៃនឹងការពិតកុំឲ្យមានការប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់វីរៈជនជួរមុខពិតប្រាកដដែលបានតស៊ូលំបាកគ្រប់បែបយ៉ាងលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដីពីពួកចៅឈ្លានពានសៀមកងអនុសេនាធំសុនខហិតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមធ្វើការឆ្លើយបំភ្លឺដោយខាងក្រោមលោកអនុសេនីយ៍ឯកវិតកំសាន្តបច្ចុប្បន្នជានាយទាហានកំពុងបម្រើការក្នុងកងអង្គភាពអនុសេនាធំសុនខហិតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសាលាវឹកវើនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ខេត្តកំពង់ស្ពឺហើយលោកក៏មិនដែលបានស្នើសុំមេបញ្ជាការអង្គភាពទៅកាន់សមរភូមិជួរមុខម្ដងណាឡើយសេចក្តីដោយបានគ្រប់ជម្រាបជូនខាងលើសូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បងប្អូនសាធារណជនអ្នកសារព័ត៌មានជាតិមេត្តាជ្រាបជាព័ត៌មាននិងកុំឲ្យមានការភ័ន្តច្រឡំការចេញលិខិតអះអាងខាងលើបានធ្វើឲ្យមហាជនកាន់តែទុះការរិះគន់បន្ថែមទៀតធ្វើឲ្យរឿងតូចคล้ายទៅជារឿងធំដោយមហាជនខ្លះបានលើកឡើងបែបនេះថាជួរមុខជួរក្រោយទាហានដូចតែគ្នាមុននឹងក្រោយក៏ត្រៀមប្រយុទ្ធដូចតែគ្នាមិនចង់និយាយច្រើនទេតែឆ្ងល់វាពាក់ព័ន្ធអីនឹងគ្នាឬតើតែទាហានជួរមុខបានមានដំណោះស្រាយយុត្តិធម៌អត់មានសម្រាប់ប្រជាជនទូទៅឬយ៉ាងម៉េចឆ្ងាញ់ត្រង់អង្គភាពបញ្ជាក់ឲ្យទៀត